Explore ហាងកាហ្វេនៅលើភ្នំមួយកន្លែងនៅកណ្ដាលទីក្រុងភ្នំពេញរបស់យើងហ្មងគឺកាហ្វេនៅលើវត្តភ្នំហ្នឹងឯងបងប្អូនមួយចំនួនប្រហែលជាអត់ដឹងទេថានៅលើវត្តភ្នំហ្នឹងគឺមានកាហ្វេមួយឥឡូវខ្ញុំមកដល់មកកាហ្វេហ្នឹងហើយបងខ្ញុំជួយអាយឡាតេមួយស្ករហាខ្ញុំថាកាហ្វេយើងមកដល់ហើយបាទអូយងាញ់ណាស់អូយ 2,000 years later អញ្ចឹងគឺកាហ្វេនៅខាងលើវត្តភ្នំហ្នឹងគឺមានទាំងអង្គុយខាងក្នុងហើយអង្គុយខាងក្រៅហើយដែលខ្ញុំចូលចិត្តនៅកាហ្វេវត្តភ្នំហ្នឹងគឺវាស្ងាត់ល្អនៅខាងក្នុងហ្នឹងគឺអត់សូវមានមនុស្សច្រើនទេហើយនៅខាងក្រៅនេះឥឡូវហ្នឹងគឺអត់មានមនុស្សទេហើយថ្ងៃហ្នឹងថ្ងៃអាទិត្យណាអញ្ចឹងបើសិនជាអ្នកចូលចិត្តស្ងប់ស្ងាត់វិញគឺមកកាហ្វេនៅវត្តភ្នំហ្នឹងគឺត្រូវហើយដោយសារតែវាស្ងាត់ល្អយើងអ្នកចង់មកធ្វើការឬក៏អានសៀវភៅអីអញ្ចឹងហើយអត់សូវមានភ្ញៀវច្រើនប៉ុន្មានទេនៅលើនេះដោយសារតែប្រហែលជាគិតថាអាចយើងពិបាកផ្ញើម៉ូតូប៉ុន្តែខ្ញុំផ្ញើមិញគឺផ្ញើនៅចិត្តមន្ទីរពេទ្យកុនភៈឧផាមានកន្លែងផ្ញើម៉ូតូយើងគ្រាន់តែឆ្លងខ្នល់មកឡើងតិចគឺដល់មកបើនិយាយពីការរៀបចំនៅខាងក្នុងវិញគឺសាមញ្ញគឺពណ៌គេលាបហើយមានអំពូលតែអំពូលនៅខាងលើខ្ញុំចូលចិត្តស្អាតអញ្ចឹងយើងអង្គុយនៅខាងក្រៅហ្នឹងយើងអាចមើលឃើញបងប្អូនយើងដើរហើយនឹងឡានម៉ូតូបានហើយសេះដើមឈើហ្មងយើងដឹងស្រាប់ហើយនៅវត្តភ្នំគឺដើមឈើច្រើនណាស់ហើយយើងមកអង្គុយនៅហ្នឹងពេលថ្ងៃក៏វាអត់សូវក្តៅដែរដោយសារនៅហ្នឹងដើមឈើច្រើនហើយវាខ្យល់អញ្ចឹងល្អមែនតែនខ្ញុំនិយាយជាច្រឡំមើល screen នេះអញ្ចឹងអត់មើលចំមុខកាមេរ៉ាសោះហេអញ្ចឹងតិចទៀតគឺខ្ញុំទៅផ្ទះវិញហើយអញ្ចឹងវីដេអូហ្នឹងគឺបិទត្រឹមប៉ុណ្្នឹងហើយខ្ញុំមកផឹកកាហ្វេអាហ្នឹងជាទម្លាប់របស់ខ្ញុំហើយនៅថ្ងៃអាទិត្យគឺយ៉ាងណាក៏ត្រូវទៅផឹកកាហ្វេបើនៅផ្ទះវាថ្ងៃអញ្ចឹងវារៀងក្តៅអញ្ចឹងដោយរហដងថ្ងៃអាទិត្យគឺខ្ញុំមកផឹកកាហ្វេអញ្ចឹងហើយស្អែកថ្ងៃច័ន្ទយើងចូលធ្វើការវិញធម្មតាឥឡូវហ្នឹងគឺថាសម្រាប់ថាខ្ញុំទៅផ្ទះវិញហើយបាទ